អូខេសួស្តីអ្នកនរគ្នាចឹងឥឡូវយើងក៏មានស្ថានភាពមួយបន្តមកគឺយើងមានជំរឿ3ឲ្យអ្នកទាំងអស់គ្នារើសតើប្រយោគមួយណាគឺស័ក្តិសមយកទៅប្រើប្រាស់នៅក្នុងការរៀបរាប់អំពីស្ថានភាពផងយើងមួយហ្នឹងឥឡូវយើងមកមើលស្ថានភាពនោះទាំងអស់គ្នាអ្នកទាំងអស់គ្នាចឹងឥឡូវហ្នឹងគឺម៉ោង10ឥឡូវហ្នឹងយើងកំពុងនិយាយគ្នាហ្នឹងគឺម៉ោង10បន្តមកទៀតគ្រូយើងបានដាក់កិច្ចការប្រទេសឲ្យយើងធ្វើមួយហើយ deadline អាចនិយាយបានថាម៉ោងកំណត់ដែលគ្រូយកគឺម៉ោង11ហើយយើងនឹងធ្វើការងារហ្នឹងហើយនៅក្នុងចន្លោះម៉ោង10កន្លះចឹងបានន័យថាវានៅចន្លោះម៉ោង10ជាមួយនឹងម៉ោង11អញ្ចឹងតើអ្នកទាំងអស់គ្នាត្រូវជ្រើសរើសយកប្រយោគមួយណាយកទៅរៀបរាប់អំពីស្ថានភាពមួយហ្នឹងនៅក្នុងភាសាអង់គ្លេស A I finish my homework before 11 p.m. ឬក៏ B I will finish my homework before 11 p.m. ឬក៏ C I will have finished my homework before 11 p.m. ចឹងបើសិនជាអ្នកទាំងអស់គ្នាជ្រើសរើសចម្លើយ C គឺជាចម្លើយដែលត្រឹមត្រូវគឺអ្នកទាំងអស់គ្នាត្រូវហើយអ្នកទាំងអស់គ្នាចឹងស្ថានភាពមួយហ្នឹងគឺយើងត្រូវប្រើប្រាស់ future perfect continuous អូខេចឹងអ្នកនរគ្នាថ្ងៃនេះដែរស្វាគមន៍មកកាន់ការរៀនពាក់ព័ន្ធជាមួយនឹងការមួយថ្មីទៀតនៅក្នុងភាសាអង់គ្លេសគឺ future perfect អូខេចឹងឥឡូវយើងកន្លែងមើលពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់របស់ future perfect សិនមុនពេលដែលយើងទៅមើលពាក់ព័ន្ធជាមួយនឹងទម្រង់របស់វាចឹងការប្រើប្រាស់សំខាន់ពីររបស់ future perfect គឺយើងយកវាទៅនិយាយអំពីសកម្មភាពមួយដែលបានកើតឡើងមុនពេលវេលាជាក់លាក់ណាមួយក្នុងពេលអនាគតកាលហើយមួយទៀតគឺយើងយកវាទៅនិយាយអំពីសកម្មភាពមួយដែលបានកើតឡើងមុនសកម្មភាពមួយទៀតនៅថ្ងៃអនាគតកាលអរ៉ៃចឹងឥឡូវយើងមកមើលលម្អិតពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ទាំងពីរហ្នឹងអញ្ចឹងទី1គឺមិនយើងបាននិយាយហើយយកវាទៅនិយាយអំពីសកម្មភាពមួយដែលបានកើតឡើងមុនពេលវេលាជាក់លាក់ណាមួយនៅក្នុងពេលអនាគតកាលអញ្ចឹងអ្នកនរអាចមើលក្រាបនេះម្ដងទៀតបានអញ្ចឹងឧទាហរណ៍ពេលវេលានៅក្នុងថ្ងៃអនាគតកាលហ្នឹងខ្ញុំតាំងដោយ x ហើយអាសកម្មភាពហ្នឹងគឺតាំងដោយ o ឃើញទេអញ្ចឹងបើសិនជាយើងចង់និយាយអំពីសកម្មភាពមួយដែលបានបញ្ចប់អា o នេះចង់និយាយពី o នេះមុនពេលវេលាជាក់លាក់ណាមួយក្នុងពេលអនាគតកាលយើងអាចប្រើប្រាស់ present perfect បានឧទាហរណ៍គេនិយាយថា by 10 p.m. I will have cooked my dinner អញ្ចឹងបានន័យថាមុនម៉ោង10នេះមុនម៉ោង10ហ្នឹងយើងនឹងបានចម្អិនអាហារពេលល្ងាចរបស់យើងហើយអញ្ចឹងសកម្មភាពហ្នឹងកើតឡើងមុនពេលវេលាជាក់លាក់ណាមួយនៅក្នុងពេលអតីតកាលសកម្មភាពចម្អិនម្ហូបផងយើងនេះនឹងកើតឡើងមុនម៉ោង10យប់ហើយមួយទៀត she will have arrived by tomorrow morning អញ្ចឹងមុនថ្ងៃស្អែកព្រឹកថ្ងៃស្អែកហ្នឹងគឺបានន័យថានាងនឹងមកដល់ឃើញទេអញ្ចឹងកាលឡើងមុនពេលវេលាជាក់លាក់ណាមួយក្នុងពេលអនាគតកាលអញ្ចឹង x ហ្នឹងគឺតាំងឲ្យពេលវេលារ៉ៃមិនមែនតាំងឲ្យសកម្មភាពណាតាំងឲ្យពេលវេលាជាក់លាក់ណាមួយនៅក្នុងពេលអនាគតកាលមួយទៀតគឺវាស្តៀងគ្នាទៅនឹងពេលវេលាជាក់លាក់ហ្នឹងដែរគ្រាន់តែលើកនេះគឺយើងតាំង x ឲ្យសកម្មភាពមួយទៀតនៅក្នុងពេលអនាគតកាលហើយតាំង o ឲ្យសកម្មភាពដែលយើងប្រើប្រាស់ future perfect យកទៅនិយាយនឹងឯងអរ៉ៃអញ្ចឹងអានេះវាខុសគ្នាត្រង់ថាយើងអត់និយាយអំពីសកម្មភាពដែលកើតឡើងមួយមុនពេលវេលាជាក់លាក់ប៉ុន្តែយើងទៅនិយាយសកម្មភាពមួយដែលបានកើតឡើងមុនសកម្មភាពមួយទៀតនៅក្នុងពេលអនាគតកាលវាស្តៀងគ្នាទៅនឹង past perfect ដែរអ្នកនរគ្នាគ្រាន់តែថា past perfect យើងនិយាយនៅក្នុងពេលអតីតកាល future perfect យើងយកវាទៅនិយាយអំពីអនាគតកាលតែប៉ុណ្្នឹងឯងអញ្ចឹងបើសិនជាយើងយកសកម្មភាពដែលកើតឡើងឬក៏បញ្ចប់មុនសកម្មភាពណាមួយទៀតហ្នឹងគឺយើងប្រើ future perfect ហ្នឹងឯងហើយសកម្មភាពមួយទៀតដែលវាកើតឡើងក្រោយfuture perfect ហ្នឹងយើងប្រើ present simple វិញគឺយើងមិនមែនប្រើ will យើងមិនមែនប្រើ be going to ទេទោះបីជារឿងហ្នឹងកើតឡើងនៅក្នុងពេលអនាគតកាលក៏ដោយអ្នកអាចមើលឧទាហរណ៍នេះបាន I will have prepared the room before the guests arrive អូខេអញ្ចឹងបានន័យថានេះ I will have prepared the room ហ្នឹងកើតឡើងមុនអក្សរ O ហ្នឹងឯងដល់ពេលហើយ guest arrive គឺកើតឡើងក្រោយតាំងដល់អក្សរ H ហ្នឹងឯងឃើញទេ the guest arrive អញ្ចឹងអានេះគឺ subject បូកជាមួយនឹង verb 1 right subject បូកជាមួយនឹង verb 1អញ្ចឹងអានេះទម្រង់វាគឺ present simple ទេមិនមែន future simple ទេអត់មាន will ហើយក៏អត់មាន be going to ដែរអញ្ចឹងអាសកម្មភាពដែលកើតឡើងក្រោយសកម្មភាពមួយទៀតនៅក្នុងពេលអនាគតកាលហ្នឹងគឺយើងប្រើ present simple មិនមែន future simple ទេមួយទៀត she will have finished when you get there អញ្ចឹងបានន័យថានៅពេលដែលអ្នកឯងទៅដល់នាងនឹង she will have left she will have left អញ្ចឹងបានន័យថានៅពេលដែលឯងទៅដល់គឺនាងបានចេញមកហើយអញ្ចឹងបានន័យថានៅពេលដែលឯងទៅដល់ក្នុងពេលអនាគតកាលហ្នឹងគឺនាងចេញមុននឹងហើយឃើញទេអញ្ចឹងវាកើតឡើងហើយមុនសកម្មភាពមួយទៀតក្នុងពេលអនាគតកាលតែឥឡូវហ្នឹងហើយនៅទេព្រោះអ្វីយើងកំពុងតែនិយាយគ្នានេះគឺនៅថ្ងៃអនាគតទេមិនមែននៅក្នុងពេលបច្ចុប្បន្នទេអានេះហើយគឺជាការប្រើប្រាស់របស់ future perfect អ្នកទាំងអស់គ្នាចឹងឥឡូវយើងកន្លែងមើលពាក់ព័ន្ធជាមួយនឹងទម្រង់របស់ future perfect ទាំងអស់គ្នាចឹងទម្រង់របស់ future perfect គឺ subject បូកជាមួយនឹង will have ហើយចឹង will have នេះគឺត្រូវចាំហ្មងមាន will have នឹងមកតែម្ដងបូកជាមួយនឹង verb 3បូកជាមួយនឹង object អញ្ចឹងអ្នកនរមើលឧទាហរណ៍នេះបាន they គឺជា subject will have គឺជា will have នឹងឯង build គឺជា verb 3 the bridge គឺជា object right នេះហើយគឺជា future perfect ដល់ពេលទម្រង់កាត់របស់ will have គឺ won't have right អូអ្នកនរគ្នាអធិស្ឋានកន្លែងនេះគឺមិនមែន will have not ទេគឺ will not have អូខេអធិស្ឋានដាក់ context កន្លែងហ្នឹង will not have អូខេអញ្ចឹង will not have គឺស្មើនឹង won't have right
គឺស្មើនឹង won't have អូខេអញ្ចឹងកន្លែងនេះគឺដាក់ not នៅចន្លោះ will ជាមួយនឹង have អូខេអធិស្ឋានខុសកន្លែងនេះតិចខ្ញុំខ្ជិលចេញទៅក្រៅកាយគូសកាយចេះហ្មងទៅអញ្ចឹងគឺ subject បូកជាមួយនឹង will បូកជាមួយនឹង not បូកជាមួយនឹង have បូកជាមួយនឹង verb 3បូកជាមួយនឹង object we won't have completed it alright we won't have completed it when you arrive ឧទាហរណ៍នៅពេលអ្នកគ្នាចង់ប្រើវាជាមួយនឹង present simple ហើយដល់ពេលទម្រង់សំណួរវិញគឺចាប់ដើមដោយ will alright ចាប់ដើមដោយ will បូកជាមួយនឹង subject ជានេះគឺ subject ហើយបូកជាមួយនឹង have បូកជាមួយនឹង verb 3ដដែលបូកជាមួយនឹង បូកជាមួយនឹង object alright អញ្ចឹងអានេះហើយគឺជាទម្រង់របស់ future perfect alright អញ្ចឹងអ្នកទាំងអស់គ្នាអាចចាំវាបានអូខេហើយមួយទៀតពាក់ព័ន្ធជាមួយនឹង will have ហ្នឹងគឺយើងប្រើវាជាមួយនឹងគ្រប់ subject តែម្ដង subject I ក៏ប្រើ will have subject she ក៏ប្រើ will have ដែរអត់មានដូរ have ទៅជា has ណាអ្នកនរគ្នាអត់មានដូរ has ទៅជា had ទេអត់មានទេគឺប្រើ have ទាំងអស់អូខេប្រើ have ទាំងអស់មិនបដូរទេ never change អត់មាន has អត់មាន had អត់មាន have វិញទេដោយសារតែនៅពីខាងក្រោយ will ដោយសារតែនៅពីខាងក្រោយ modal auxiliary verb គឺយើងត្រូវប្រើ verb infinitive alright នៅពីខាងក្រោយ modal auxiliary គឺយើងត្រូវបូកជាមួយនឹង verb infinitive right អញ្ចឹង verb infinitive ហ្នឹងគឺសំដៅទៅលើ verb ដើម verb ដែលអត់មាន s verb ដែលអត់មាន es verb ដែលអត់មាន ed verb ដែលអត់មាន ing ក៏អត់មានអីទាំងអស់អញ្ចឹងអត់ត្រូវទេ has អត់ត្រូវទេ had គឺមានតែ have will have ទាំងអស់ subject អីក៏ដោយ I ក៏ដោយ she ក៏ដោយ he ក៏ដោយ you ក៏ដោយ John ក៏ដោយ John and Jack ក៏ដោយប្រើជាមួយនឹង will have ទាំងអស់អូខេរឿងទី2ដែលអ្នកនរគ្នាត្រូវចាំគឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ main verb អញ្ចឹង main verb ផងយើងគឺប្រើ verb 3 verb 3ឈ្មោះវាមួយទៀតគឺ past participle អញ្ចឹងឧទាហរណ៍មួយចំនួនរបស់ past participle បើសិនជាវាជា regular verb គឺវាស្រដៀងគ្នាទៅនឹង verb 2គឺយើងគ្រាន់តែ time ed ទៅហើយយើងធ្វើតាមច្បាប់នៅក្នុងការ time ed របស់ verb 2ទៅគឺវានឹងទៅជា verb 3ហើយប៉ុន្តែបើសិនជាវាជា irregular គឺយើងត្រូវប្រើ past participle ទៅប្រើទម្រង់ verb 3អញ្ចឹង goដូរទៅជា when ដូរទៅជា gone right យើងអត់ប្រើ when ទេយើងអត់ប្រើ verb 2ទេគឺយើងត្រូវប្រើ verb 3 gone មិន when ទេ it ate eaten យើងអត់ប្រើ ate ទេគឺយើងប្រើ eaten right wrote written យើងអត់ប្រើ wrote ទេគឺយើងប្រើ written អញ្ចឹងគឺយើងប្រើ verb 3 right នៅក្នុង future perfect right ប៉ុន្តែបើសិនយើង time ed ទេដាក់ ed ទៅគឺត្រូវឯអ្នកនរគ្នាឲ្យមានអីខុសទេអញ្ចឹងនេះ ed ខ្ញុំឲ្យច្បាប់មួយចំនួនអ្នកនរគ្នាអាចចាំបានអញ្ចឹង for regular verbs គឺយើង time ed តែអាចថា 80% ទេដាក់ ed ធម្មតាទៅត្រូវហើយប៉ុន្តែបើសិនជាពាក្យនឹងបញ្ចប់ដាក់អក្សរ e ស្រាប់ហើយកុំដាក់ e ម្ដងទៀតដាក់តែ d ទៅត្រូវហើយដូចជាពាក្យ live loved moved okay danced typed អូខេយើងគាត់ time d ទៅត្រូវហើយហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹងពាក្យដែលបញ្ចប់ដាក់អក្សរ y អញ្ចឹងបើសិនជាពាក្យដែលបញ្ចប់ដាក់អក្សរ y គឺយើងត្រូវមើលពីមុខ y បើសិនជាពីមុខ y ហ្នឹងគឺជា consonant បើសិនជាពីមុខ y ហ្នឹងលើកលែងអូខេខ្ញុំសរសេរលើនេះហ្មងលើកលែង a e i o u ក្រៅពី a e i o u គឺយើងលុប y time i time i ed right a e i o u លើកលែងតែ5ហ្នឹងទេគឺយើងលុប y time i ed ដូចជានៅពីមុខ y គឺអក្សរ d នៅពីមុខ y គឺជាអក្សរ o នៅពីមុខ y អក្សរ o អក្សរ o នេះឃើញទេគឺជា consonant ហើយអត់មានចូលក្នុងច្បាប់យើង5នេះទេគឺយើងលុប y ចោល time i ed ប៉ុន្តែបើសិនជានៅពីមុខ y ហ្នឹងគឺជា a e i o u វិញបើសិនជានៅពីមុខ y ហ្នឹងគឺជាស្រៈវិញគឺយើងអត់លុប y ទេនេះឧទាហរណ៍នៅពីមុខ y នេះគឺអក្សរ o នៅពីមុខ y នេះគឺអក្សរ a គឺចូលអា5នេះហើយអញ្ចឹងគឺយើងគ្រាន់តែដាក់ ed ធម្មតាទៅបានហើយអូខេឥឡូវយើងកន្លែងក៏មើលពាក់ព័ន្ធជាមួយនឹងច្បាប់មួយទៀតគឺពាក់ព័ន្ធជាមួយនឹង CVC តែអញ្ចឹង CVC បើសិនជាពាក្យនឹងខ្លីបើសិនជាពាក្យនឹងតែមួយម៉ាត់ទេហើយវាបញ្ចប់ដោយ CVC CVC ហ្នឹងគឺសំដៅទៅលើ consonant ហើយ consonant vowel consonant អញ្ចឹងយើងមើល3តួអក្សរចុងក្រោយបើសិនជាវាជា consonant vowel consonant អញ្ចឹងគឺអ្នកទាំងអស់គ្នាត្រូវdouble the last consonant មុនពេលដែលយើង time ed អញ្ចឹងអ្នកទាំងអស់គ្នាមើល3តួអក្សរចុងក្រោយគឺ top អញ្ចឹង t គឺជា consonant o គឺជា vowel p គឺជា consonant មិនប្រាប់ហើយ vowel គឺមាន5 a e i o u ក្រៅពី5ហ្នឹងគឺ consonant ហើយអញ្ចឹងបើសិនជាវាបញ្ចប់ដោយ CVC ឬក៏ consonant vowel consonant ហ្នឹងគឺយើងត្រូវ double the last consonant មុនពេលដែលយើង time ed បើសិនជាពាក្យហ្នឹងខ្លីហើយមួយម៉ាត់អូខេហើយមិននិយាយដូចគ្នាពាក់ព័ន្ធជាមួយនឹង irregular អាហ្នឹងគឺយើងត្រូវទៅ search នៅក្នុងអ៊ីនធឺណិតហ្មងទៅជួបមួយចាំមួយអូខេហើយមួយទៀតគឺយើងនិយាយពាក់ព័ន្ធជាមួយនឹងការផ្ដោតអញ្ចឹង future perfect ហ្នឹងគឺផ្ដោតទៅលើរឿងដែលធ្វើឲ្យមុន
giờ muốn pe rồi có muốn sẽ cảm phiền nào mối tiết nơi không pe ạ na cô ta cao chẳng cứ ban này tha bà sân dương per future perfect ban này tha sẽ cảm phiền để dương vậy năng việc chọc mà rồi phiền rồi vậy ô thôi cái vậy tha at 8 p.m. I will be doing my homework chẳng anh ấy mình mẹ future perfect chứ anh ấy ở mê hiện cha ở video môn này nhom ban tranh cà phê mà là tận môn năng cứ vậy bằng future continuous bên này đó này ở toàn ban future continuous thế này đó này chọn link nơi lờ video năng ba con nào này cho tụi mơ video nó không YouTube channel nhom bán và to pi này đó này mơ video này chọc trong future continuous năng cứ dương vậy vì trước đâyកំពុងតែដំណើរការប៉ុន្តែបើសិនជាយើងប្រើ future perfect វិញ by 8 p.m. I will have done my homework បានន័យថាការងារផ្ទះផងយើងហ្នឹងគឺហើយ100%មុនម៉ោង8 right មុនម៉ោង8អូខេអញ្ចឹងអា future perfect នេះចប់100%អា continuous កំពុងតែដំណើរការនៅម៉ោងហ្នឹង right មួយទៀតគឺយើងនិយាយពាក់ព័ន្ធជាមួយនឹងពាក្យថា by ហើយនឹង before អញ្ចឹងបើសិនជាយើងប្រើ future perfect គឺបានន័យថាយើងនឹងឃើញពាក្យពីរនឹងច្រើននៅពេលដែលយើងយកទៅនិយាយពាក់ព័ន្ធជាមួយនឹងពេលវេលា right អញ្ចឹងគឺបានន័យថាពាក្យ by និងពាក្យ before ហ្នឹងគឺជា key time expression ដែលគេប្រើជាមួយនឹង future perfect right អញ្ចឹង by 6 p.m. before បូកជាមួយនឹង time ហ្នឹងអាចដាក់ថា by 6 before 6 p.m. before tomorrow before next week before next year អីហ្នឹងឬក៏ by tomorrow by next week by next year ពេលអ្នកនរឃើញអា time expression ទាំងអស់ហ្នឹងភាគច្រើនគឺគេប្រើ future perfect right អញ្ចឹងបើអ្នកនរប្រើ future perfect ក៏យើងគួរតែយកអាពាក្យពីរហ្នឹងយកមកដាក់នៅពីមុខ time expression របស់យើងដែរអូខេចឹងឥឡូវអ្នកនរគ្នាមកធ្វើលំហាត់អនុវត្តជាមួយនឹងខ្ញុំទាំងអស់គ្នាហើយចឹងលំហាត់អនុវត្តទី1អ្នកនរគ្នាអាចចុច scope វីដេអូនឹងបានអ្នកនរគ្នាអាចដាក់ម៉ោងខ្លួនឯង5នាទីនៅក្នុងការធ្វើលំហាត់មួយហ្នឹង
ok chắc nhóm chưa chạy thay nào đó thì bàn phô lồng hạt mùi nắng hào ấy ok chắc là lấy dân cái này mới bẹp pon cho mùi nắng chùm lá đã bao lồng hạt đã bao dân từng ở cái này ở đây chắc by the end of this month they will have opened ở đây they will have opened ប៉ុន្តែអ្នកទាំងអស់គ្នាមើល right open នេះគឺ CVC នេះទម្រង់វា CVC ប៉ុន្តែអ្នកទាំងអស់គ្នាបើសិនជា CVC ហើយពាក្យនឹង2ម៉ាត់អ្នកទាំងអស់គ្នាថាប្រយ័ត្នណាបើសិនជាយើងសកត់សលេងឧទាហរណ៍ថាសលេងហ្នឹងលើកសលេងឡើងនៅឯខាងមុខហើយយើងទម្លាក់សលេងខាងក្រោយ open អញ្ចឹង O ហ្នឹងឮច្បាស់ pen ធ្លាក់ចុះ right អញ្ចឹងគឺយើងអត់ double ទេ no double right no doubling right no doubling បើសិនជាសលេងចឹងប៉ុន្តែបើសិនជាសលេងចុះពីខាងក្រោមហើយលើកពីខាងក្រោយដូចថា begin right B នេះខ្សោយឯង begin ឮខ្លាំងអាហ្នឹងបើយើង double n មកពេលដែលយើងថែម ed តែដល់ពេល open នេះ open ឃើញទេ O ច្បាស់ pen ខ្សោយអញ្ចឹងគឺយើងអត់ double the last consonant ទេគឺយើងគ្រាន់តែដាក់ ed ធម្មតាទៅបានហើយ no doubling alright តែបើសិនជា begin right អញ្ចឹង begin right begin B ខ្សោយ B begin right ដល់ពេល begin ឮខ្លាំងយ៉ាអាហ្នឹងបានន័យថា intonation យើងលើកសលេងនៅខាងក្រោយអញ្ចឹង right គឺយើងត្រូវ double the last consonant ហើយអញ្ចឹងអ្នកនរគ្នាត្រូវចាំចំណុចនឹងមួយទៀតនៅពេលអ្នកនរគ្នា time ed ហើយដល់ពេលទី2គឺគេតេស្តលើសមត្ថភាពនៅក្នុងការសរសេរទម្រង់បដិសេធរបស់យើងអញ្ចឹងយើងអាចដាក់ won't have finished ឬក៏ will not have finished ក៏បានដែរ right ដូចទម្រង់ដែលខ្ញុំបានឲ្យទី3គឺគេតេស្តទម្រង់សំណួរចាប់ផ្ដើមដោយ will she have right will she have learned okay ដាក់ T មក right how by the time we reach the station the train will have already left okay will have already left okay on this one we will not have collected okay we will not have collected time ed មក how by 2030 right scientists will okay will have found ហើយមួយទៀតទី7 will you have completed ទី8 by today my parents will have returned okay time ed alright ចានេះគឺជាចម្លើយអ្នកទាំងអស់គ្នាហើយឥឡូវយើងកន្លែងមើលលំហាត់មួយទៀតទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចចុច scope វីដេអូនឹងសិនបានបន្តមកទៀតគឺយើងបដូរប្រយោគទាំងអស់នេះទៅជា future perfect ទាំងអស់គ្នាអូខេអញ្ចឹងឥឡូវខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា scope វីដេអូនឹងហើយ right កុំភ្លេចចុច scope សិនណាធ្វើសិនចាំយើងមកមើលចម្លើយ alright អញ្ចឹងយើងគ្រាន់តែដូរមក I will have read the whole book ចាប់ពីនេះមកយកមកទៅសេក្នុង line នេះវិញមក right before the holiday ends okay next one she won't have cooked ហើយចាប់ពី dinner មក by the time her parents come ហ្នឹងនេះមកទៅសេខាងក្រុមនេះវិញមកហើយមួយទៀត they will have built the new website ហ្នឹងចូលមកសេដាក់ដែរនេះវិញមកហើយមួយទៀត we will have packed đi má đây dùng lại đi má ok mà thầy anh bé khôi này hả ok ចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងស្វែងរកថ្នាក់រៀនភាសាអង់គ្លេសអ្នកនរគ្នាអាចពិចារណាចូលរៀនជាមួយនឹងខាងពួកយើងបានគឺយើងមានថ្នាក់ថ្ងៃច័ន្ទពុធសុក្រហើយនិងថ្ងៃសៅរ៍អាទិត្យដូចគ្នាច័ន្ទពុធសុក្រ 8 កន្លះ 9 កន្លះយប់ថ្ងៃសៅរ៍អាទិត្យម៉ោង 2 ដល់ម៉ោង 3 កន្លះហើយពេលព្រឹកថ្ងៃអាទិត្យម៉ោង 9 ដល់ម៉ោង 10 កន្លះព្រឹកមកថ្នាក់យើងយកតែ 12 នាក់ឯងអ្នកទាំងអស់គ្នាដើម្បីកុំឲ្យថ្នាក់នឹងញ៉ៃថ្នាក់រៀនភាសាអង់គ្លេសនេះអាចថាជួយឲ្យអ្នកទាំងអស់គ្នាមានកម្លាំងចិត្តនៅក្នុងការបន្តការសិក្សាដូចគ្នាហើយចឹងអ្នកទាំងអស់គ្នាកុំភ្លេចចុច subscribe ម្នាក់មួយផងហើយយើងនឹងមានវីដេអូក្រោយៗទៀតនៅក្នុងការនិយាយភាសាអង់គ្លេសជាមួយនឹងអ្នកទាំងអស់គ្នាហើយចឹងខ្ញុំចប់ហើយក្នុងវីដេអូនេះអរគុណច្រើនបាយ